ហើយក៏ដោយសួស្តីអ្នកទាំងអស់គ្នាមកជួបជាមួយនឹង admin ម្ដងទៀតហើយបើសិនជាអ្នកទាំងអស់គ្នាណាស្រឡាញ់ការសម្រាយរឿងរបស់ admin កុំភ្លេចជួយប៉ាមួយឆាត admin ម្នាក់មួយផងណាអញ្ចឹងកុំឲ្យខាតពេលអ្នកទាំងអស់គ្នាយូរយើងចូលទៅដល់សាច់រឿងយើងបណ្ដោយទៅលោកម្ចាស់ Green Duke Sagan ខ្ញុំដឹងថាគាត់មកពីគ្រួសារអភិជនជាន់ខ្ពស់ប៉ុន្តែតើកូនចង់បានក្មេងប្រុសម្នាក់នោះដែរឬទេពេលម្ដាយទូស្រីនិយាយបែបហ្នឹងធ្វើឲ្យទូស្រីរបស់យើងគឺពិតជាអៀនខ្លាំងមែនតើហើយម្ដាយទូស្រីក៏បានសើចតែម្ដងហើយយើងក៏បានឃើញម្ដាយទូស្រីក៏បានមកអោនមកថើបទូស្រីហើយបែរជាយើងឃើញថាម្ដាយទូស្រីបានញញឹមទាំងពុះពិលតែម្ដងចាបើសិនជាកូនចង់បានគេម៉ាក់អាចបកគោគេឲ្យកូនជាកាដូរបស់កូនបានប៉ុន្តែវាមិនមែនឥតគិតថ្លៃនោះទេបើសិនបើកូនចង់បានរង្វាន់កូនត្រូវតែធ្វើឲ្យឪពុកម្ដាយពេញចិត្តជាមុនសិនដោយសារតែទូស្រីអៀនខ្លាំងពេកទូស្រីក៏បានកាន់សៀវភៅហើយរត់ចេញបាត់ទៅហេតុអ្វីបានជាខ្ញុំរត់គេចខ្លួនបែបនេះខ្ញុំនឹកអ្នកម៉ាក់ខ្លាំងណាស់នៅព្រៀងរយយប់ពេលដែលគាត់មិនបានមករកខ្ញុំមិនចង់រៀនទេខ្ញុំបំរុងនឹងរអ៊ូរទាំធ្វើចរិតក្មេងនិងសួរគាត់ថាហេតុអ្វីបានជាគាត់មិននៅជាមួយខ្ញុំប៉ុន្តែកសែភ្នែករបស់គាត់មួយនោះវាហាក់ដូចជាគាត់កំពុងតែវាស់វែងតម្លៃរបស់ខ្ញុំវាតែងតែគួរឲ្យខ្លាចណាស់ការដែលពួកយើងនៅផ្ទះថេរ៉េនខ្ញុំអាចទ្រាំទ្របានពេលដែលពិភពលោកទាំងមូលចង្អុលមុខខ្ញុំព្រោះតែខ្ញុំមានអ្នកម្ដាយនៅក្បែរប៉ុន្តែឥឡូវនេះអ្នកម៉ាក់គឺជាអធិរាជនីនៃអាណាចក្រនេះអ្នកម៉ាក់មើលទៅកូនដូចជាមនុស្សចម្លែកដែលមិនស្គាល់ទីកន្លែងចម្លែកមនុស្សចម្លែកនរណាក៏បានដែរសូមមេត្តាអោបខ្ញុំផងហើយទូស្រីក៏បានសម័យទៅដល់ទូប្រុសហើយសាច់រឿងរបស់យើងគឺកាត់មកដល់ពេលព្រឹកកាលមកដល់កន្លែងងុយទឹកយើងក៏បានឃើញថាអ្នកបម្រើទាំងអស់ហ្នឹងគឺគ្មានសុជីវធម៌ក្នុងការគោរពម្ចាស់ទេចាគឺគ្មានគុណធម៌ក្នុងខ្លួនហ្មងមើលសូម្បីតែក្មេងក៏ធ្វើបាបដែរចាគឺអត់គិតនិយាយទៅអត់ដឹងថាគាត់គិតអីក្នុងខ្លួនណាប៉ុន្តែពេលដែលរៀបចំខ្លួនហើយគឺទូស្រីយើងគឺមើលទៅស្អាតខ្លាំងមែនទែនដោយសារតែទូស្រីស្អាតស្រាប់ទោះបីមិនរៀបចំខ្លួនឲ្យក៏ស្នៅស្អាតដែរមែនទេទូស្រីក៏បានគិតក្នុងចិត្តថាតោះទៅរកក្មេងប្រុសម្នាក់នោះហើយនាងក៏បានរត់ចាក់ចេញពីរាជវាំងបាត់ទៅតែនាងទៅណាបាត់ហើយបន្តិចទៀតនាងគង់តែត្រឡប់មកវិញដោយខ្លួនឯងទេកាប់មកដល់សួនច្បារតែម្ដងទៅហើយយើងក៏បានឃើញថាទូស្រីរបស់យើងគឺដើររកទូប្រុសពេញរាជវាំងពេញសួនច្បារពេញអីទាំងអស់តែម្ដងនិយាយទៅដើម្បីតែទូប្រុសគឺហ៊ានធ្វើគ្រប់យ៉ាងជើងរបស់ខ្ញុំវាពិតជាឈឺខ្លាំងណាស់ថែមទាំងមានពងបែកនៅលើជើងទៀតផងចុះបើខ្ញុំមិនបានជួបគេរហូតនោះហេតុអ្វីបានជាខ្ញុំជក់ចិត្តខ្លាំងម្ល៉េះពួកយើងធ្លាប់ជួបគ្នាតែម្ដងគត់ទេវាមិនមែនអញ្ចឹងទេពេលនោះភ្លៀងកំពុងតែធ្លាក់យ៉ាងខ្លាំងហើយគេអាចមើលរំលងក្មេងស្រីម្នាក់ដែលជាប់នៅក្នុងរណ្ដៅបាញ់យ៉ាងងាយគេអាចដើរហួសទៅបានប៉ុន្តែគេមិនបានធ្វើបែបនោះទេគេសុខចិត្តធ្វើឲ្យខោអាវប្រឡាក់ខណៈពេលចុះទៅក្នុងភក់ដើម្បីទាញខ្ញុំឡើងមកគេបានបៃខ្ញុំនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅហើយសម្លឹងមើលភ្នែករបស់ខ្ញុំគេបានបៃថ្នមដូចជាសត្វស្លាបដែលជិតនឹងស្លាប់ហើយពោះខ្ញុំចេញទៅត្រឹមតែប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយតើខ្ញុំគួរតែត្រឡប់ទៅវិញទេស្រាប់តែពេលហ្នឹងយើងឃើញស្រមោលនរណាម្នាក់ទូស្រីរបស់យើងក៏បានឃើញដែរហើយស្រាប់តែពេលហ្នឹងយើងក៏បានឃើញថានោះគឺជាទូប្រុសរបស់យើងតែម្ដងធ្វើឲ្យទូស្រីយើងគឺពិតជាសប្បាយចិត្តខ្លាំងមែនតែនហើយនាងក៏បានព្យាយាមរត់ដេញតាមទូប្រុសរបស់យើងគឺជារូបគេអូខេអ្នកទាំងអស់គ្នារឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយបាយបាយជុំមាក់ជួបគ្នានៅពេលក្រោយ